បាទខ្ញុំឈ្មោះប្រាំងអាយុ47ហើយភូមិកណប់សង្កាត់ស្វាយកវ៉ាន់ក្រុងសមាមនខេត្តកំពង់ស្ពឺបាទខ្ញុំចេះចាញ់ទទួលរមាស់លើខ្លួនលោកគ្រូខ្ញុំទៅបោះចាក់ឈាមនៅពេទ្យរុកស៊ីលោកគ្រូបោះចាក់ឈាមមកបោះចាក់ឈាមអញ្ចឹងគេអត់ទទួលយកឈាមខ្ញុំគេថាខ្ញុំមានជំងឺថ្លើមប្រភេទ B មានថ្លើមប្រភេទ B បងណាបាទអញ្ចឹងលោកជាដិតថាឲ្យភាសាជាមួយ clinic ណាមួយទៅជាបាលទៅនឹងជាបើទុកធ្ងន់ធ្ងរអត់ជាទេអញ្ចឹងលោកជាដិតប្រាប់ខ្ញុំអញ្ចឹងបាទក្រោយពីរយៈពេលជាង1ឆ្នាំខ្ញុំជាចង់ព្យាបាលតែអត់ថាបកាអត់លុយតែទទួលរមាស់ឡើងរយៈពេលប្រហែលបងសម្រាប់ចិត្តហើយ1ឆ្នាំតើបងតាមដានប្រហែលជាមួយខែលោកគ្រូបងឃើញតាមណាដែរបងឃើញតាមរយៈ Facebook ដោយសារឃើញអតិថិជនគាត់ជាអញ្ចឹងជាឲ្យគាត់មានក្តារពេទ្យមានអីអញ្ចឹងបាទអញ្ចឹងខ្ញុំជឿចាប់ដើមជឿដល់ពេលហើយខ្ញុំភាសាមួយពួនខ្ញុំអញ្ចឹងបាទអញ្ចឹងខ្ញុំចង់ជាដែរអញ្ចឹងខ្ញុំចង់ថាជាបាលទៅដើម្បីឲ្យជាដែរដូចគេដូចឯងអញ្ចឹងដែរដល់ពេលតខ្ញុំជាវថ្នាំហ្នឹងមកឈុត6កំប៉ុងអញ្ចឹងដល់ពេលខ្ញុំលេបអស់ថ្នាំហ្នឹងទៅអញ្ចឹងបានជាវអញ្ចឹងមែនពេលយើងទិញដូចជាទីហោថា1កំប៉ុងចេះឬក៏2កំប៉ុងវាថ្លៃបាទដល់ពេលយើងទិញ6កំប៉ុងអញ្ចឹងទៅនិយាយបញ្ចុះតម្លៃទៅតាមបាទប្រាប់ក្រុមហ៊ុនថាយើងសត្វខ្សោយថាបការអញ្ចឹងគាត់ចុះតម្លៃឲ្យអញ្ចឹងមកខ្ញុំប្រើមកកំប៉ុងមុនវងវាធ្វើទុកគ្រូធ្វើទុកទិញកទួលរមាស់លើដៃអញ្ចឹងឡើងក្រហមវាដេញរោគខ្លាំងអញ្ចឹងខ្ញុំទេទៅក្រុមហ៊ុនថាវាដេញជំងឺយើងដល់ពេលវាចេញអស់ទៅដេញអីហើយជាហើយបាទជាក់ស្ដែងទៅលេបអស់មួយឈុតមួយកំប៉ុងអញ្ចឹងជាអញ្ចឹងមែនដល់ពេលខ្ញុំទៅពិនិត្យនៅមន្ទីរពេទ្យហ្នឹងគេមានទទួលស្គាល់ពីបញ្ជាក់ដិតមកថាខ្ញុំពិតជា 100% អញ្ចឹងមែនបាទខ្ញុំសូមផ្ដាំទៅពុកម៉ែបងប្អូនមិនមានជំងឺថ្លើមប្រភេទ B ឬ C សូមអញ្ជើញជាវឆ្នាំវីវ៉ាប្លែននេះចោះមិនពូតផកហក់ទេពីព្រោះខ្ញុំបានជាហើយពុកម៉ែបងប្អូនហើយមានតែกระดาษពេទ្យនេះទៀតខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលឆ្លងផុតអំពីជំងឺថ្លើមនេះអត់ហក់មានខកណាស់បើខ្ញុំជាមួយហើយបើខ្ញុំអ្នកជំងឺមែន